តាមពិតបដោះស្ដាយបដោះគឺងាយអញ្ចឹងសោះបបគ្រឿងជុំគ្នាលើកក្រោយដឹងឲ្យបដោះខ្លួនឯងហើយដើម្បីបានធម្មជាតិ 100% របៀបធ្វើយើងយកស្ដាយបដោះហ្នឹងត្រាំទឹកពី3ម៉ោងអញ្ចឹងហើយបន្ទាប់មកខ្ញុំយកមកចាក់ក្រាលើស្បៃអញ្ចឹងបន្ទាប់មកយើងវីវាឲ្យស្ដើងទៅបានហើយបងប្អូនបន្ទាប់មកទៀតហ្នឹងយើងក្របវាក្របហើយយើងដាក់កណាត់ក្របវាឲ្យជិតអញ្ចឹងមកហើយនេះយប់ទី1ហ៎បងប្អូនយប់ទី1អញ្ចឹងយើងបើកស្រូចទឹកវាដូច spray យើងបាញ់វាឲ្យសាច់តិចៗអញ្ចឹងទៅហើយយប់ទី2ប៉ុណ្ណឹងហើយបន្ទាប់មកទៀតហ្នឹងយប់ទី3គឺប្រឡូកប៉ុណ្ណឹងអាស្រ័យលើយើងចង់បានទៅយើងចង់បានវាវែងប៉ុណ្ណាយើងយកប៉ុណ្ណឹងអញ្ចឹងទៅណាបងប្អូនហើយនេះយប់ទី4គឺខ្ញុំចង់បានវារៀងវែងតិចព្រោះខ្ញុំយកមកធ្វើជ្រក់អញ្ចឹងបងប្អូនបាទហើយបន្ទាប់មកឃើញថាល្អខ្លាំងមែនតើណាបងប្អូនហើយគឺដោះឡើងស្ញីសដោយសណាបអញ្ចឹងហើយរឹសវាអីហ្នឹងខ្ញុំអត់មានបោះចោលទេយើងក៏ជ្រោកលាងទៅសកៃវាចោលហើយហ្នឹងគឺយើងយកមកធ្វើមកហូបទៅតាមចំណង់ចំណូលចិត្តយើងបានហើយស្មន់តែសាំញ៉ាំអីអញ្ចឹងបងប្អូនដល់ពេលមើលវីដេអូខ្ញុំបង្ហាញហ្នឹងទៅគឺស្រួលមែនតើអត់មានស្មុកស្មាញអីទេហើយមួយថ្ងៃខ្ញុំបាញ់ស្រូចទឹកតែម្ដងទេតែ3 4យប់ហ្នឹងគឺល្មមញ៉ាំហើយស្រួលអាចរៀនធ្វើបាន